សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកដឹងពីរបៀបបង្កើត page ជាដំបូងយើងចូលទៅក្នុង Facebook របស់យើងបន្ទាប់មកយើងចុចទៅពាក្យ profile ហើយយើងឃើញសញ្ញាត្រេ3ខាងលើយើងរកពាក្យ page បន្ទាប់មកយើងចុចចូលទៅពាក្យ page ខាងក្រោមដើម្បីចាប់ផ្ដើមបង្កើត page បន្ទាប់ពីចុចនៅលើពាក្យ page ហើយយើងនឹងឃើញចុចពាក្យ create ខាងលើបន្ទាប់មកនៅក្នុងចំណុចនេះយើងជ្រើសរើសពាក្យ create a new page ដើម្បីបង្កើត page ថ្មីចូលបំពេញឈ្មោះ page ដែលយើងពេញចិត្តដែលយើងគិតថាឈ្មោះអ្វីដែលយើងចង់ដាក់នៅលើ page របស់យើងសម្រាប់ខ្ញុំជាឧទាហរណ៍យើងរកឈ្មោះណាងាយចាំងាយ search ធ្វើឲ្យបងប្អូនមានចំណាប់អារម្មណ៍ឧទាហរណ៍ថាខ្ញុំដាក់បំពេញ page ឈ្មោះកូនរបស់ខ្ញុំដូចជាពាក្យថាអូន boy ចង់ភ្ជាប់ជាភាសាអង់គ្លេសបន្តកន្ទុយខាងក្រោយក៏បានមិនបាច់ក៏បានតែដើម្បីឲ្យងាយស្រួលស្វែងរកយើងដាក់ជាភាសាខ្មែរផងនិងជាភាសាអង់គ្លេសផងគឺកាន់តែល្អប្រសើរដើម្បីឲ្យបងអូនផ្សេងទៀតដែលចង់សើចរកវាងាយលោតឡើងទាំងភាសាខ្មែរនិងភាសាអង់គ្លេសទោះជាអ្នកសើចសរសេរស្វែងរកឈ្មោះជាភាសាខ្មែរឬមួយក៏ជាភាសាអង់គ្លេសវាងាយនឹងលោតឡើងនៅលើគេដូចនេះតម្រូវដាក់ឈ្មោះតាមបងប្អូនដែលចិត្តចង់ដាក់ដល់ចំណុចបំពេញឈ្មោះរួចហើយយើងក៏ចូលទៅវគ្គបន្តដើម្បីជ្រើសរើសក្នុងនេះជាប្រភេទចំណង់ចំណូលចិត្តដែលបងប្អូនអាចជ្រើសបានជា blog ឬក៏ជា product ផលិតផល service ផ្សេងៗបើសិនបងប្អូនលក់ផលិតផលគួរជ្រើស product and service តែសម្រាប់ខ្ញុំគ្រាន់តែជា blog វីដេអូខ្លីៗបងប្អូនគួរជ្រើសរើសយក personal blog ទី1បន្ទាប់មកបងប្អូនចុចពាក្យ create បន្តរងចាំរហូតដល់វាលោតទៅវគ្គបន្ទាប់ដើម្បីបំពេញនៅចំណុចផ្សេងទៀតដើម្បីបញ្ចប់ឲ្យបានជា page ពេញលេញមួយបន្ទាប់មកវាលោតទៅពាក្យដែលយើងគួរជ្រើសរើសមានបង្កើតជា business និង creator បងប្អូនបង្កើតដើម្បីលក់ផលិតផលបងប្អូនគួរតែជ្រើសរើស business បើបងប្អូនគ្រាន់តែបង្កើតជាមាតិកាជ្រើសរើសពាក្យ creator សម្រាប់ចំណុចនេះបងប្អូនគួរតែដាក់កន្លែង bio ដូចជាពាក្យ hello ឬក៏ welcome to my page ឬក៏ពាក្យពេចន៍អ្វីដែលបងប្អូនចង់ដាក់ដើម្បីទទួលស្វាគមន៍អ្នកដែលចូលទៅមើល page របស់បងប្អូនសរុបសេចក្តីមកបងប្អូនចង់ដាក់ពាក្យអ្វីក៏បានបន្ទាប់មកក្នុងនេះវាបំពេញ website email និងលេខទូរស័ព្ទបងប្អូនអាចបំពេញតាមនេះបានខាងក្រោមបងប្អូនដាក់ជា location ទីតាំងរបស់បងប្អូនថានៅខេត្តណាទីណាឧទាហរណ៍ថាព្រៃវែងឬក៏ភ្នំពេញបងប្អូនបំពេញតាមទីតាំងរៀងៗខ្លួនបងប្អូនបំពេញតាមចន្លោះនេះមកសម្រាប់ zip code យើងគួររំលងសិនបំពេញតែពីទីតាំងនេះមកបន្ទាប់មកទៀតយើងចុចពាក្យ next ធ្វើការរងចាំរហូតដល់វាលោតទៅវគ្គបន្ទាប់ដើម្បីបំពេញព័ត៌មានបន្ថែមទៀតដល់ចំណុចនេះបងប្អូនដល់វគ្គបំពេញនៅ profile និង cover របស់បងប្អូនអាចតាំងជារូបភាពផ្សេងៗដែលបងប្អូនពេញចិត្តបន្ទាប់មកបងប្អូនគួរទៅចុចពាក្យ next បន្តបន្ទាប់ពីចុចនេះហើយបងប្អូនអាច invite friend នៅក្នុង Facebook បងប្អូនដើម្បីឲ្យចូលរួម like page បងប្អូនដែលចាប់ផ្ដើមថ្មីនេះបានក្នុងចំណុចនេះបងប្អូនចុចពាក្យ next បន្តទៀតរួចធ្វើការរងចាំរហូតដល់លោតចូលក្នុង page ចំណុចនេះបងប្អូនចុចពាក្យ done បន្ទាប់ពីចុចពាក្យ done ហើយបងប្អូននឹងទទួលបាន page ថ្មីមួយដែលបងប្អូនបានបង្កើតមុននឹងបញ្ជាក់សម្រាប់រូប profile និង cover រូបខាងលើបងប្អូនអាចដាក់ពេលក្រោយបានអរគុណសម្រាប់ការទស្សនាដល់វគ្គបញ្ចប់